I have no enemy ឬក៏យើងអាចបកប្រែបានថាខ្ញុំគឺគ្មានសត្រូវទេអញ្ចឹងខ្ញុំគិតថាបងប្អូនយើងប្រកាសជាធ្លាប់ឮជាមួយនឹងឃ្លាមួយហ្នឹងហើយអញ្ចឹងយ៉ាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកកាន់ Anime for Life អេពីសូតទី3បងប្អូនយើងសាកសម័យទៅមើលថាអស់រយៈពេលជាង10ឆ្នាំដែល Thorfinn គាត់រស់នៅគឺដើម្បីតែរឿងមួយគត់គឺជាការសងសឹកគាត់បានសម្លាប់មនុស្សជាងរាប់រយនាក់ដែលបណ្ដាលឲ្យចិត្តគាត់នឹងពោពេញទៅដោយការស្អប់ខ្ពើមហើយគាត់បានគិតថាគឺមានជាមួយនឹងការសងសឹកឬក៏អំពើហិង្សាដែលអាចដោះស្រាយជាមួយនឹងបញ្ហាគាត់បានក៏ប៉ុន្តែជាចុងក្រោយគឺគាត់បានធ្វើជាមួយនឹងរឿងមួយដែលថាគ្មានជាមួយនឹងអ្នកចម្បាំងណាមួយនៅក្នុងពិភព anime អាចហ៊ានធ្វើជាមួយនឹងវាទេគឺគាត់បានផ្លាស់ប្ដូរជាមួយនឹងអត្តចរិតគាត់ទាំងស្រុងនៅពេលដែលគាត់បាននិយាយពាក្យថាខ្ញុំមិនមានសត្រូវទេចំណុចកន្លែងហ្នឹងគឺវាមិនមែនបង្ហាញអំពីការទន់ជ្រាយរបស់គាត់ទេក៏ប៉ុន្តែគឺវាបានបង្ហាញអំពីការជំនះដ៏ខ្លាំងក្លាមួយដែលគាត់អាចសម្លឹងទៅលើមុខមនុស្សដែលធ្លាប់នឹងធ្វើបាបគាត់ហើយគាត់ក៏ដឹងក្នុងចិត្តច្បាស់ថាពួកគេមិនស័ក្តិសមនឹងទទួលបានជាមួយនឹងការស្អប់ពីគាត់ទេលក្ខណៈថាមនុស្សទាំងអស់ហ្នឹងមិនស័ក្តិសមសូម្បីតែទទួលបានជាមួយនឹងការស្អប់ពីយើងការដែល Thorfinn គាត់នៅពីក្មេងឪពុករបស់គាត់គឺបានធ្លាប់ប្រាប់ទៅកាន់គាត់ថាកូនមិនមានសត្រូវទេលើโลกនេះគ្មានណាគេម្នាក់ជាសត្រូវរបស់យើងឡើយកាលនោះគាត់មិនយល់ពីអត្ថន័យមួយហ្នឹងទេមិនដឹងថាពុកគាត់ចង់និយាយពីអីទេក៏ប៉ុន្តែលុះដល់គ្រាមួយនៅពេលដែលគាត់បានឆ្លងកាត់ជាមួយនឹងការប្រហូរឈាមអស់រាប់ឆ្នាំទៅគាត់ក៏បានបាត់បង់ជាមួយនឹងអ្វីៗគ្រប់យ៉ាងហើយរហូតដល់តែធ្លាក់ខ្លួនខ្លាចជាទាសករទៅទៀតពេលហ្នឹងឯងទៅគាត់បានយល់ច្បាស់ថាអត្ថន័យមួយហ្នឹងគឺវាមានន័យថាម៉េចការគិតតែខ្លួនឯងគ្មានសត្រូវហ្នឹងគឺមិនមែនបានន័យថាពិភពលោករបស់យើងហ្នឹងគឺមានតែមនុស្សល្អទេក៏ប៉ុន្តែគឺវាមានន័យថាយើងបានយល់ច្បាស់ថាមនុស្សដែលមកធ្វើបាបយើងឬក៏ជិះជាន់យើងឬក៏ស្អប់យើងហ្នឹងការពិតទៅពួកគេគឺគ្រាន់តែជាមនុស្សដែលរងជាមួយនឹងការខូចចិត្តឬក៏កំពុងតែវែងវាន់ជាប់ក្នុងវដ្តនៃភាពភ័យខ្លាចឬក៏វដ្តនៃភាពហិង្សាតែប៉ុណ្ណោះនៅក្នុងចិត្តវិទ្យាអ្វីដែល Thorfinn គាត់បានធ្វើហ្នឹងគឺគេបានហៅវាថាការផ្ដាច់វដ្តនៃការឈឺចាប់ឬក៏ការផ្ដាច់វដ្តនៃអំពើហិង្សាអញ្ចឹងទៅហើយនៅក្នុងការរស់នៅរបស់យើងហ្នឹងបើសិនជាយើងនិយាយទៅគឺវាងាយស្រួលក្នុងការបង្កើតជាមួយសត្រូវមែនតើឲ្យតែថាមានតែគេម្នាក់មកជេរយើងធ្វើបាបយើងឬក៏ក្បត់យើងចិត្តរបស់យើងគឺប្រកាសជាចង់ស្អប់ទៅពួកគេភ្លាមតែម្ដងហើយពេលហ្នឹងឯងដែលសត្រូវនៅក្នុងខួរក្បាលរបស់យើងហ្នឹងគឺបានបង្កើតឡើងក៏ប៉ុន្តែយើងត្រូវតែដឹងថាកំហឹងទាំងអស់ហ្នឹងឯងគឺជាអន្ទាក់វាគឺបានធ្វើឲ្យយើងខ្លាចជាទាសករផ្លូវចិត្តរបស់ណាគេម្នាក់ដែលយើងកំពុងតែព្យាយាមស្អប់ទៅកាន់ពួកគេ Thorfinn គឺគាត់បានបង្រៀនយើងពីការពិតមួយថាការដែលយើងចាត់ទុកណាគេម្នាក់ជាសត្រូវគឺយើងកំពុងតែហុចសិទ្ធឲ្យពួកគេនឹងមកបំផ្លាញក្តីសុខក្នុងជីវិតយើងឯងការពោលពាក្យថាខ្ញុំគ្មានសត្រូវហ្នឹងគឺជាភាពចាស់ទុំមួយបំផុតនៅក្នុងការរស់នៅហើយវាក៏មានន័យថាអ្នកអត់ព្រមឲ្យភាពថោកទាបរបស់មនុស្សណាម្នាក់មកកំណត់តម្លៃឬក៏អារម្មណ៍យើងបានទេបើសិនជាយើងក៏លេចមកមើលជីវិតពិតរបស់យើងវិញតើអ្នករាល់គ្នាកំពុងតែចងគំនុំជាមួយនឹងគេអត់ហើយតើអ្នករាល់គ្នាកំពុងតែបដ ாய் ណាគេខ្លះមករស់នៅក្នុងខួរក្បាលរបស់យើងតែគ្រាន់តែពួកគេធ្លាប់ធ្វើខុសមកលើយើងលើកក្រោយបើសិនជាពួកគេព្យាយាមអូសទាញយើងចូលទៅក្នុងរឿងដែលថាឆ្លុះមិនចេះចប់មិនចេះហើយអ្នករាល់គ្នាគួរតែនឹកឃើញដល់ Thorfinn ទម្លាក់អាវុធចុះហើយដើរចេញពីការវែកញែកអត់ប្រយោជន៍ទាំងអស់ហ្នឹងហើយយើងត្រូវតែចងចាំថាអ្នកចម្បាំងពិតប្រាកដគឺមិនបាច់ចាំតតែថាកាន់ដាវគ្រប់ពេលវេលាទើបអាចការពារខ្លួនបានទេហើយម្យ៉ាងវិញទៀតបើសិនជាយើងចង់ឈ្នះចិត្តមនុស្សដែលនៅជុំវិញខ្លួនយើងអញ្ចឹងច្បាស់ណាស់យើងត្រូវតែចេះឈ្នះចិត្តអំនួតនិងកំហឹងរបស់យើងជាមុនសិនបាទអញ្ចឹងចំណុចកន្លែងហ្នឹងឬក៏ភានបទដែលលើកឡើងថា I have no enemy ហ្នឹងវាក៏ជាជ្រុងមួយនៃជីវិតពិតរបស់យើងដែលថាយើងអាចយករៀនសូត្របានអញ្ចឹងបើសិនជាបងប្អូនយើងគិតថាអូខេ topic ហ្នឹងល្អយើងអាចយកទៅអនុវត្តទៅហើយប៉ុន្តែខ្ញុំក៏មិនមែនបានន័យថា topic មួយហ្នឹងគឺជា topic ដែលថាវាត្រូវទាំងស្រុងទេនៅក្នុងជីវិតរបស់យើងច្បាស់ណាស់យើងប្រកាសជាមានអារម្មណ៍មួយធ្លាប់ឆេឆាវខ្លាំងឬក៏ថាអាហេតុផលដែលពួកគេធ្វើមកលើយើងហ្នឹងលក្ខណៈថាវាមិនអាចលើកលែងបានណាក៏ប៉ុន្តែដោយដែល Thorfinn គាត់បាននិយាយចឹងដើម្បីរងាប់ចិត្តរបស់យើងគឺយើងត្រូវតែទិញពាក្យថា I have no enemy
អាហ្នឹងក៏ជាចំណុចមួយដែលថាយើងអាចដោះស្រាយក្នុងជីវិតយើងបានដែរអញ្ចឹងយេ topic របស់យើងនៅក្នុងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរទេហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយបាយបាយ